ពេលវេលាចេះតែរំកើទៅមុខអាយុកាន់តែច្រើនមិនដឹងពេលណាបានសុខចេះតែខំប្រឹងក្រែងរួចផុតពីទុក្ខមានជីវិតត្រូវតែស៊ូប្រឹងដើរទៅមុខពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំគ្រាន់បើខំតែបន្តិចទៀតនឹងល្អប្រសើរស្នេហានឹងការងារចូលមកជាបណ្ដាកំពុងតែសប្បាយចិត្តនៃក៏បងអាក់ដំណើរទេវតាហាដូចជាលេងសើចនឹងខ្ញុំទើបតែបានសើចឥឡូវប្រែជាយំអ្វីគ្រប់យ៉ាងប្រៀបដូចជាសូវិនហេតុអ្វីទេវតាយុត្តិធម៌យ៉ាងហ្នឹងដឹងថាមានជីវិតគឺត្រូវតែមានទុក្ខតែនេះទេវតាយកភ្នំមកសង្កត់ចង់ឲ្យខ្ញុំតច្រកអត់មានផ្លូវរត់ពេលនេះជីវិតខ្ញុំដូចថ្ងៃអស់សដងគុតមុខពោពេញទៅដោយបញ្ហាតែខ្ញុំក៏ដោះស្រាយដោយរបៀបណាបើសិនជាស្លាប់បាត់ប្រហែលរួចផុតទុក្ខាបើរស់នៅបន្តវារិតតែឈឺផ្សាការងារមិនជោគជ័យស្នេហ៍ក៏បែកបាក់ធ្វើអ្វីក៏ខុសអស់ភាពជឿជាក់រស់នៅតែតោលដោយមនុស្សណែខ្វះខំប្រឹងធ្វើសប្បាយដើម្បីបំភាន់ភ្នែកអ្នកមាននរណាម្នាក់ដឹងថាខ្ញុំឈឺផ្សាព្រោះខ្ញុំចូលចិត្តលាក់វាទុកក្នុងអោរ៉ាខ្ញុំចំនៅស្ងប់ស្ងាត់ដើម្បីបង្ហូរទឹកនេត្រាខ្ញុំអស់កម្លាំងខ្លាំងណាស់ទៅមុខមិនរួចទេណាខ្ញុំសូមសម្រាកបន្តិចតើបានទេបើមិនឃើញខ្ញុំក្រោកមិនបាច់ដាស់ខ្ញុំទេខ្ញុំទៅបានសុខហើយព្រោះខ្ញុំអស់កម្មពៀឲ្យខ្ញុំសុំទោសផងដែលខ្ញុំទៅមិនបានវាដំបូងនៃជីវិតខ្ញុំពិតជាប្រសើរធ្វើអ្វីក៏ជោគជ័យល្អណាស់គ្រប់ដំណើរការងាររត់ចូលមកគ្រប់ពេលមានតែសរសើរគាត់ថាខំបន្តទៀតមិនយូរទៀតនឹងលើកដំកើងចំណែកក្តីស្នេហារបស់ខ្ញុំក៏ភក្តីនាងថាស្មោះតែខ្ញុំគ្មានតែចិត្ត2 3ខ្ញុំក៏បានសន្យាស្រឡាញ់នាងថ្ងៃខ្សែទោះលំបាកយ៉ាងណាក៏ខ្ញុំនេះមិនលែងដៃមិនទាន់បានប៉ុន្មានអ្វីបដូរទាំងអស់ស្រឡាញ់បដូរជាស្អប់លើកបែរទម្លាក់ចុះគ្រួសារមិនលើកទឹកចិត្តបែរជាខ្ញុំទាំងអស់ជីវិតនៅពេលនេះដូចជាមនុស្សស្លាប់ទាំងរស់100ធ្លាក់ដល់0តែខ្ញុំរំពឹងអ្នកណាមុនគិតថាអស់ស្នេហ៍អស់ការងារនៅគ្រួសារតែតាមពិតខ្ញុំគិតខុសអួយក៏គ្មានសល់ដែរណាសល់តែសម្បកខ្លួនរងចាំថ្ងៃដែលមរណៈរឿងដែលគេនិទានប្រែខ្លាចជាការពិតពីមុនខ្ញុំគិតថាវាគ្រាន់ជាការប្រឌិតព្រោះមើលទៅធម្មតាហើយអ្វីក៏ចង់ស្លាប់ដល់ពេលនេះជួបផ្ទាល់ទើបយកពីការពិតអ្នកថាពិតជាស្រួលអ្នកជួបទៅពិបាកពីមុនខ្ញុំរឹងមាំអីលើប្រែកំសាខ្ញុំខ្លាចការមើលងាយមើលស្រាលមិនទៅបង្អាប់អ្វីដែលខ្ញុំមិនខ្លាចនោះគឺសេចក្តីស្លាប់ឯងចាប់ពីថ្ងៃហ្នឹងមិនមកធ្វើការទៀតទេហើយយកវ៉ាវ៉ាណៃចេញពីក្រុមហ៊ុនអញភ្លាមមានតែមើលខ្លួនឯងមួយថ្ងៃហ្នឹងថាខ្លួនឯងមានអីគេខ្លះបានមកស្រឡាញ់ខ្ញុំហ្នឹងបានចាប់ពីថ្ងៃហ្នឹងទៅយើងបែកគ្នាអាកូនចង្រៃធ្វើអីក៏មិនបានការឯងចង់ទៅណាក៏ទៅអាកូនចង្រៃ
ពីបាក់នៅក្នុងចិត្តតែលឺសំឡេងគេឌីជាប់ជានិច្ចរាប់ពេលដែលឆ្លងកញ្ចក់ឃើញតែផ្សែងខ្មៅជុំចិត្តប្រៀបដូចជាមានមនុស្សមកទីចង់យកជីវិតឬក៏ជិតដល់ពេលដែលខ្ញុំត្រូវចាក់ចេញមកឆាប់យកខ្ញុំទៅព្រោះនៅក៏មិនចំណេញមនុស្សដូចជារូបខ្ញុំគ្មានទេអ្នកដែលស្រឡាញ់គឺមានតែអ្នកស្អប់អ្នកមើលងាយនិងអ្នកជ្រិញបើសិនខ្ញុំទៅបាត់ប្រហែលគេនឹងសប្បាយមិនថាស្នេហាការងារពុកម្ដាយទោះបើជាខ្ញុំនៅក៏គ្មានអ្នកខ្វល់ខ្វាយពេលខ្លះខ្ញុំសែនខ្លាចពិភពលោកនេះដល់ហើយខ្ញុំចង់បដូរកន្លែងទៅរស់នៅភពថ្មីរស់នៅតែម្នាក់ឯងគ្មានអ្នករញ៉េរញ៉ៃសូមនៅឲ្យបានសុខវេលាកាន់តែខ្លីគេមកយកខ្ញុំហើយអ្នកនឹងលេងហត់ជេរស្ដីកំណើតរបស់ខ្ញុំគឺជាកូនអ្នកក្រគ្រួសារឆ្លួតតែគ្នាប្រនៅតែគ្មានអង្គជីវិតពិតលំបាក់ខំប្រឹងរស់ទាំងត្រដោទុំនេះដែលសំប្រាក់ក្រៃលោអាចរស់បន្តខ្សែជីវិតរបស់ខ្ញុំអាចថាពិបាកស្ដាប់ទុកដូចទឹកជុំនុនហូរស្ទើរលិចលងស្លាប់ខំប្រឹងដកដងហើមខំប្រឹងរើបំរាស់តែមិនអាចទៅរួចព្រោះជាតិនេះខ្ញុំកម្មក្រាស់នៅពេលខ្ញុំធំឡើងជប់ស្នេហ៍មិនភក្តីគេថាស្រឡាញ់ចិត្តមិនមែនស្រឡាញ់លុយក៏ប៉ុន្តែចុងក្រោយនៅតែបរាជ័យព្រោះតែលុយដុល្លារធ្វើឲ្យនឹងគាត់ភក្តីមិនបន្ទោសគេទេគឺខ្ញុំបន្ទោសខ្លួនឯងនៅទុយរៀនបានតិចធំធ្វើការលីសែងតើឲ្យគេរំពឹងអីបើសំបីតែខ្លួនឯងជួយខ្លួនឯងមិនរួចផងឲ្យគេទៅកុំឲ្យចង្វាយខ្ញុំហត់ណាស់ពេលដែលគិតដល់រឿងអនាគតទៅភ្នែកហូរព្រោះមិនដឹងពេលណាទៅបានសុខអ្វីដែលលំបាកគឺខ្ញុំរ៉ាប់រងទាំងអស់ខំប្រឹងខ្លាំងពេកមានអារម្មណ៍ដូចជាខ្សោះខ្ញុំខ្សោះអស់កម្លាំងលែងចង់ដើរទៅបន្តកាន់តែដើរទៅមុខកាន់តែជួបរឿងមិនល្អព្រោះរឿងដែលខ្ញុំធ្វើគ្មានទេអ្នកគ្រប់គ្រងបើសិនខ្ញុំខុសវិញគេមកជន់យកអ្វីដែលខ្ញុំចូលបាននៅពេលនេះគឺការលើកទឹកចិត្តការបដូរកម្លាំងចិត្តក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺការមើលងាយការចោលប្រលិចតែខ្ញុំរស់ដើម្បីអ្នកណាទៀតបើគ្មានអ្នកណាត្រូវការខ្ញុំខ្សែជីវិតរបស់ខ្ញុំរៀបរាប់មិនចេះចប់ទុកលំបាកដែលខ្ញុំមាននិយាយទៅវាធំហួសធំពេកដល់ថ្នាក់រូបខ្ញុំនេះលែងចង់រស់តើរស់យ៉ាងម៉េចបើក្នុងខ្លួនសុទ្ធតែរបួសខ្ញុំមានទុកម្នាក់ឯងមិនចង់ឲ្យគេដឹងដល់ពេលទុកច្រើនពេកក៏ខ្លាចជា depression ខំព្យាបាលខ្លួនឯងក្រៃជាជំងឺនឹងយូរទៅកាន់តែយ៉ាប់លែងមានហើយក្តីសង្ឃឹមខំប្រឹងរស់រាល់ថ្ងៃគ្រាន់កុំដល់ថ្ងៃស្លាប់ជីវិតប្រៀបដូចចោដែលអន់ដែលរស័តគ្មានទិសគ្មានដៅទៅដោយសាររលកផាត់បើសិនខ្ញុំទ្រាំលែងបើខ្ញុំនឹងទៅដោយស្ងាត់មិនចង់ឲ្យអ្នកណាមកលំបាកជាមួយខ្ញុំខំប្រឹងសៃសាប់បែកទាំងកាយនេះចិត្តរលំដឹងច្បាស់ទៅខ្ញុំទៅក៏គ្មានអ្នកណាយំប៉ុន្តែខ្ញុំនឹងទៅហើយខ្ញុំទៅទាំងញញឹម
តាំងពីតូចដល់ធំមិនដែលស្គាល់ពាក្យថាសុខរស់នៅសែនពិបាកមិនដែលស្គាល់ពាក្យថាស្រណុកខំប្រឹងណាស់រាល់ថ្ងៃឈឺចង្អត់ក៏មិនឈប់តាំងពីព្រឹកដល់ថ្ងៃហើយថែមមកតដល់យប់ខ្ញុំស្អប់ណាស់ពាក្យក្រខំត្រដល់ចង់មានបានតែការងារខ្ញុំរស់ថ្ងៃប្រាក់ចំណូលមិនបានប៉ុន្មានព្រោះតែខ្ញុំគ្មានចំណេះការនៅទៅខ្ញុំមិនបានចូលសាលារៀននឹងគេព្រោះគ្រូសាក់ខ្ញុំក្ររហាមពេលដែលទៅណាមកណាគឺមានតែពាក្យគឺមើងងាយសំបីមនុស្សដែលខ្ញុំស្រឡាញ់ក៏គេសំបីឲ្យពេកជាគេថាខ្ញុំគ្មានដុល្លារនៅក៏មិនចុះសំរងនឹងគ្នាជ្រុលបាច់ឲ្យហើយទៅកុំឲ្យថ្ងៃក្រោយវេទនាពាក្យនេះហើយដែរធ្វើឲ្យរូបខ្ញុំឈឺចុកចាប់រាល់ពេលដែលយើងនិយាយគឺប្រៀបដូចជាចប់កាប់សំពងក្បាលខ្ញុំភូឲ្យខ្ញុំចាំគ្រប់ម៉ាត់ខ្ញុំតែកុំភ្លៀងខ្លួនឯងថាត្រូវចាំរហូតដល់ថ្ងៃស្លាប់អ្វីដែលខ្ញុំពូកែជាងគេនោះគឺខាងលះពុតទូលំបាកយ៉ាងណាក៏ប្រឹងខំមកសង្កត់ចិត្តថាត្រូវតែតស៊ូធ្វើមិនចិត្តនេះកាន់មកកំសត់ពាក្យថាមិនអីទេជាពាក្យខ្ញុំចូលចិត្តប្រើបំផុតកុំឃើញនៅពេលខ្ញុំសាច់គិតថារូបខ្ញុំនេះរីករាយកុំឃើញពេលដែលខ្ញុំសាច់គិតថារូបខ្ញុំមិនទន់ជ្រាយនៅពេលក្រោយខ្នងខ្ញុំមានរឿងរកពាន់សំពីតែធ្វើដូចធម្មតាព្រមមិនចង់ឲ្យគេមើលងាយចង់មានមនុស្សម្នាក់មកស្ដាប់រឿងក្នុងចិត្តចង់និយាយឲ្យអស់ដើម្បីបានធូរនៅក្នុងចិត្តព្រោះពេលនេះខ្ញុំដកដង្ហើមដូចជាថប់យ៉ាងម៉េចមិនដឹងត្រង់បានប៉ុណ្ណាទេបើឈប់ដល់ប្រហែលធូរចិត្តចង់សួរទេវតាទៅពេលណាខ្ញុំរួចទុកបើគ្មានចំឡើយខ្ញុំក៏លែងចង់ទៅមុខតើរស់នៅធ្វើអីបើរឿងពិបាកកើតឡើងមិនឈប់ជីវិតខ្ញុំកើតមកនេះគឺដើម្បីតែដោះទុកជីវិតខ្ញុំអភ័ព្វអ្វីនៅឡើយកើតមកជាតិនេះគ្មានបានគេឬបាបកម្មចាប់ពីបបពេលតែមានដឹងទេខ្ញុំរងាប៉ុណ្ណាបើសិនជាពេលនេះមានបាននៅក្បែរប្រហែលជាគ្រួសារយើងរត់សង្សារក៏ប៉ុន្តែអ្វីមិនដូចការស្មានព្រោះបើបានใจថនចូលរូបកូនហើយតាំងពីនៅតូចហើយដល់វ័យជីវិតខ្ញុំវាលំបាកយ៉ាងនេះគ្មានលោកប៉ាហើយនឹងគេតាំងពីក្មេងមុំលេះមិនដេចវាសនានៅលើលោកកាលេសោយនឹងខ្ញុំបែបនេះគ្រាន់តែពួកវាសំដីហៅប៉ាក៏លោកមិនប្រណីសោះឬនេះជាកម្មរបស់ខ្ញុំតាំងពីចិត្តមុនមែនទេទើបបានជាតិនេះខ្ញុំកើតមកវាសនាខ្ញុំខុសគេពេលដែលខ្ញុំឃើញក្មេងៗប្រឡែងនឹងប៉ារបស់ពួកគេខ្ញុំអោនមុខចុះសម្រក់ទឹកភ្នែកសួរខ្លួនឯងតើមានថ្ងៃនោះទេទឹកភ្នែកខ្ញុំនេះវាចេះតែហូរនៅពេលដែលខ្ញុំអស់សង្ឃឹមជីវិតអ្នកក្រគឺលំបាកណាស់អ្នកក្រដូចគ្នាទើបបានដឹងម៉ាក់ខ្ញុំខំប្រឹងដើររកលុយបានតិចតួចយកមកចិញ្ចឹមចង់ជួយគាត់ណាស់តែខ្ញុំនៅតូចបានត្រឹមតែអង្គុយសំឡឹងពេលដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺតូចចិត្តវាសនាទេវតាចាស់ខំមែនទេហើយបីក៏តែលើកគ្រួសារខ្ញុំនៅក្មេងមិនដឹងអីធំឡើងស្រាប់តែគ្មានប៉ាខ្ញុំខ្លាចបំផុតពេលដែលគេសួរថាប៉ាឯងនៅឯណាជីវិតខ្ញុំអភ័ព្វអ្វីនៅឡើយកើតមកជាតិនេះគ្មានបានគេឬបាបកម្មចាប់ពីបបពេលតែមានដឹងទេខ្ញុំរងាប៉ុណ្ណា
bà bàn tay thân cho được con hãy từng pi nơi tôi không đâm tay so xe cha chi vật chia bọt trong riêng con so xe đọc phiên lục bạ tập này có sọc trên một liềm thua ai nhom này u đam có tập này có prai hay tới chơi chiêm tại khung niềm chiếc câu pro rồi tại tôi su thua chết oi hiện nhưng miền đi trang khăn nè đây giờ năng từ pro chôm một bên này từ chút tập này hay đạo chỉ bu đông rong từ một công cho chạy năng opposite công cho chạy năng previous na công dục lại chỉ còn pri ai kia mừng nghĩ đó cua xa không prem từ tại tôn tình bia mưa khi tha không prem tụ bên này lồng bãi yang na còn nâng miền mạc chia tì bơm quật hot na đâm bay trên chân dương tăng pi tôi rồi hậu đó thông của tại tóc snow song con quật để quật không mới thay dương anh chơi bên này con thông cua xa dương lên lồng bãi đôi pi mong thiệt hơn đây đôi chiếc ngặt pro ai miền pa mong nơi kia cao con sông sân giá tha nâng mưa thay nẹo mạc ai off đi chết cài mình ao nẹn nam mong mơ nghĩ cua xa rồi bỏ dương bạn lời cây riêngในเรื่องเมฆខ្ញុំឈរនៅលើដីភូកូនមានរាងមូប្រៀបដូចជាផែនដីតួខ្ញុំចង់រត់គេចវាបានត្រឹមជាក្តីស្រមៃពីភពលោកនេះស្រស់ស្អាតតែជីវិតខ្ញុំវាចង់រៃតបលៀនជាងគ្រួសារតែនៅណាខ្លះដូចខ្ញុំជីវិតសែនវេទនានឹកឃើញចង់តែយំសុំបីមកពុកម៉ែយ៉ាងមិនក៏រូបខ្ញុំនេះមិនដែលឃើញផងនេះហើយជាជីវិតខ្ញុំលំបាត់តាំងពីក្មេងរហូតដល់ដឹងក្តីបើភ្នែកគឺធ្វើការបើមិនធ្វើអត់អីឆៃដើរឬសំបកកំប៉ុងតាំងពីព្រឹកដល់បាត់ថ្ងៃបានលុយពី3000ទៅទិញបាយយកមកឆៃឬញ៉ាំឲ្យមានកម្លាំងព្រោះស្អែកធ្វើការបន្តត្រូវចាត់យកកុំព្រាកុំធ្វើអ្វីដែលមិនល្អសុខចិត្តឬអេតចាយបើដៃខ្លាំងលើដៃអង្វរសំលុយតិចតួចមកកុំស្អប់ខ្ញុំកូនអ្នកក្រស៊ូស្ទើរតែមួយភាព4នៃជីវិតបើសិនឈឺមិនធ្វើការជីវិតខ្ញុំនឹងដាច់មិនគេមើលងាយខ្ញុំរាល់ថ្ងៃធ្វើមិនដាច់បើជីវិតកើតមកជាកូនកំព្រាគ្មានអ្នកណាចង់នៅចិត្តទោះបីចង់មានស្នេហ៍ក៏ចិត្តមិនហ៊ានប្រាថ្នាមានអីទៅផ្គាប់គេសាមញ្ញនេះគេចាយដុល្លារទោះបីស្រឡាញ់ចិត្តក៏មិនអាចយកជាការគុំតែថ្ងៃណាមួយគេនិយាយថាយើងគ្មានបានការជីវិតរបស់ខ្ញុំគេសុំតែនៅម្នាក់ឯងខ្ញុំមិនអាចបន្ទោសណាគេបានធ្វើម៉េចបើខ្ញុំកើតមកជាកូនកំព្រាខ្ញុំមានតែតស៊ូពីមួយថ្ងៃទៅមួយថ្ងៃរូបខ្ញុំកាន់តែធំគិតដល់រឿងអនាគតអ៊ូដាមក៏ចង់តែយំឃើញកូនគេមានហេតុអ្វីមិនមែនខ្ញុំទេវតាលេសោណាចូលចិត្តលេសោជាមួយខ្ញុំកូនគេមានម៉ែមានពុកថែរក្សាចំណែកខ្ញុំមានអីមិនឈ្មោះជាកូនអនាថាមានអ្នកណាចង់បានតែខ្ញុំលក់ឲ្យ$10បើសិនជាថ្លៃពេកមកយក free ក៏បានដែរណាទៅចិត្តនោះពេកហើយតែមិនដឹងធ្វើយ៉ាងម៉េចចង់រត់ទៅផ្លូវណាបើទេវតាជាអ្នកកម្រិតមានតែប្រឹងខំមាត់ហើយត្រូវសង្កត់ចិត្តដើរតាមយថាកម្មត្រៃទេវតាលោកអាណិតយើងត្រូវឈរតតាំងប្រណាំងវិញវាសនាទុកលំបាត់នៅពេលនេះគ្រាន់ជាកំតិចនៃបញ្ហាគុំតែដោះស្រាយបានប៉ុន្តែគ្មានអ្វីអស្ចារ្យខ្ញុំតែមានសង្ឃឹមតែមិនដឹងសប្តាហ៍ថ្ងៃណា
ការខំដល់ថ្មឲ្យវាឈប់ប៉ុន្តែឆាជីវិតខ្ញុំនៅតែទៅមុខទល់លំបាកគ្រប់យ៉ាងខ្ញុំត្រូវប្រឈមមុខជួងមួយដោះមួយក្រែងធ្វើរស់បានសុខជីវិតមានឡើងចុះវាជារឿងធម្មតាតែខ្ញុំចោលរហូតមិនយល់ស្អីយ៉ាងណាឡើងបានតែបន្តិចដូចត្រូវបណ្ដាសាតែមួយពុកព្រិចភ្នែកសល់ត្រឹមភាពឯកាជីវិតពេលនេះដូចជារឿងភាគខ្លីកន្លែងល្អគេខាចោលឈប់ចង់កន្លែងចង្រៃប្រឹងសាច់អង្ទឹកភ្នែកកាំងគ្មានពេលនេះយាយងើយក្បាលមើលទៅលើសួរព្រះថាហេតុអ្វីហេតុអីជីវិតមួយនេះលំបាកម្លេះគ្រាន់ចង់សុខដូចគេមិនដេចក៏ពិបាកយ៉ាងនេះខ្ញុំនិយាយពិតមែនខ្ញុំពិតជាតនំរ៉េះដើរទៅមករបៀបណាបើភ្លេចងងឹតបែបនេះអាយុកាន់តែច្រើនកាំងវាមិនដឹងស្អីមកភ័យក្រាស់ជាងហើយមិនទាន់រកឃើញក្តីស្រមៃតើពេលណាទៅបានរស់ស្រួលដូចអ្នកដទៃក៏ដល់រឿងអនាគតយំស្ទើររាត្រីអាសឹកខ្លួនឯងណាស់តែមិនដឹងធ្វើយ៉ាងម៉េចឲ្យតែយំមកដល់គ្រូក្បាលជាតែគិតរឿងស្មុកច្រើនពេកគិតឡើងចង់ប្រេកខ្ទេចលើថ្នាំពី3គ្រាប់គេមិនលួចតែធ្វើយ៉ាងម៉េចពេលខ្លះក៏សប្បាយព្រោះរាសីខ្ញុំឡើងពេលនេះខ្ញុំជោគជ័យអ្នកណាក៏លើដំកើងសាយបិទមិនចិត្តទឹកមុខខ្ញុំមានសំណើមួយជីវិតសំប៉ុណ្ណឹងបានហើយមិនសំច្រើនសំត្រឹមមានស្នេហាការងារមួយជោគជ័យគ្រួសារជ័យយល់ចិត្តមិត្តភក្តិបែររាល់ថ្ងៃជីវិតបែបនេះវាពិតជាមានន័យក៏ប៉ុន្តែគួរស្ដាយតាមទឹកខ្ញុំគេងស្រមៃ